បើគិតដល់ពេលនេះណាតាភ្លេចបាត់ទៅហើយតែតាដឹងត្រឹមថាតានឹងឲ្យឯងនៅអាយុ23ឆ្នាំតែសុកតាក៏មានជំងឺបេះដូងហើយត្រូវទៅពេទ្យអស់រយៈពេលកន្លះឆ្នាំថែមទៀតបន្ទាប់មកតាទៅរកឯងដែលតាគ្រប់គ្នាបែរជានិយាយថាមិនដឹងឯងទៅណាទេហើយពេលតាទៅដាប់តាទៅជួររកឯងណាគេបែរជាដេញតាចេញមកនិយាយជាមួយបន្ទាប់មកតាគេថាឯងមកលេងម៉ាក់ឯងនៅទីនេះទៅតាមកចាំឯងនៅទីនេះអស់រយៈពេល7ឆ្នាំមកហើយតាខ្លាចថាតាស្លាប់មុនពេលបានជួបឯងទៅទៀតហើយតួស្រីហ្នឹងចង់ឲ្យលេងលងហើយនិយាយថាលោកតាតួស្រីនៅក្នុងចិត្តក៏នឹកឃើញប្អូនទេវឋានរបស់តួស្រីហើយក៏និយាយថាយើងនឹងឲ្យឯងសងទៅតាមប្រការពីប្អូនទ្រជួសតួស្រីនៅតែហៅលោកតាចង់មកតាមខ្ញុំដែរទេមានរឿងច្រើនណាស់ក្នុងរយៈពេល7ឆ្នាំនេះខ្ញុំមិនអាចអត់ទេតែខ្ញុំគ្មានចេតនាណាមួយទុកម៉ាក់និងលោកតាចោលទេលោកតាក៏ប្រាប់ថាមិនចង់ចោលម៉ាក់និងខ្ញុំដែរអញ្ចឹងតាមមកជួយនៅចំការខ្ញុំមកខ្ញុំនឹងពង្រីកវាឲ្យធំធ្វើឲ្យគ្រួសារទាំងអស់ដឹងថាពួកយើងមិនចាញ់វាដាច់ខាតខ្លាញ់ចែកជាគ្រួសារទាំងអស់មានដែរទេមិត្តចៅនិយាយបែបនេះតាស្អប់តែកញ្ចាស់ទៅគ្រួសារនោះតែតាមិនស្អប់ឯងនោះទេតែកញ្ចាស់ដែលលោកតានិយាយនោះវាបានបង្កើតកូនកើតខោហើយជួយជុំឆ្វេងវាទៀតអាកូនខាកោនោះវាបានសម្រាប់លោកតាស៊ីនីហើយតម្លាក់កំហុសឲ្យស៊ីនីនេះឬតែគេហៅថាគ្រួសារតែមួយទូក៏ខឹងហើយនិយាយប្រាប់លោកតាស៊ូនឹងទៀតថាលោកតាស៊ូកាន់តែខឹងថែមទៀតហើយក៏និយាយថាស៊ីនីនេះជាការពិតមែនទេចាស់ប្រាប់តាមកហើយតួស្រីនឹងនិយាយថាខ្ញុំបានចាក់ចេញពីផ្ទះនោះហើយមានចំការខ្លួនឯងថែមទាំងចង់បើកហាងផ្ទាល់ខ្លួនទៀតផងបានលោកតាព្រមជួយណាខ្ញុំមិនបារម្ភខ្លាចថាយកឈ្នះពួកតកូលស៊ូមិនបានទេអាកញ្ចាស់នោះវាហ៊ានទាត់ឯងចេញពីផ្ទះមែនទេអានរកនេះមិនចាប់ចិត្តទេអីវាកំពុងគិតអីវាហ៊ានលួចរូបមន្តបាក់បោះចៅទៅរកស៊ីមិនគ្រប់ថែមទាំងដេញចៅទៀតវាហ៊ានណាស់តាគាត់តែចូលតែបាយដើម្បីកំចាត់ពួកវិសាចនេះចោលម្ដងហើយយកស្រីតាលោកតាទៅចាប់ខោវាទៅចាំខ្ញុំបិទគូតឲ្យលោកតាទូប្រុសនិយាយអញ្ចឹងហើយទូស្រីថាលោកតាជប់សិនលោកតាទូប្រុសមានតែចម្លើយតែទូស្រីខាត់មិនទាន់ទេលោកតាចិត្តក្តៅទៀតណាហើយខ្ញុំនិយាយថានេះរូបមន្តចុងក្រោយមកដៃចៅហើយវាជាបំណងចុងក្រោយដែលលោកចង់ឲ្យវាទៅម្ចាស់ដើមវិញលោកតាគ្មានពេលសិក្សាច្រើនទៀតទេតាមនឹងបាត់បង់គ្រប់យ៉ាងហើយទៅជួយចៅចោះហើយទូស្រីនឹងយំទៅហើយក៏និយាយថាលោកតានេះជារូបមន្តចុងក្រោយដែលគ្រួសារស៊ូគ្មានម៉ាក់ទុកឲ្យខ្ញុំជាពិសេសមានលោកតាម្នាក់នេះទេដែលជួយខ្ញុំមនុស្សល្អព្រះថែមថែរក្សាមែនហើយក៏សើចវិញនិយាយរួមមកទូស្រីយើងមកលឿនអារម្មណ៍ហើយតួប្រុសហ្នឹងញោមទៀតហើយឃើញគេមានក្តីសុខក៏មានក្តីសុខដែរហើយក៏និយាយថាបងជួយអូនច្រើនណាស់អញ្ចឹងអូនត្រូវតែឲ្យបងចិត្តណាត្រូវសងគុណដឹងទេនិយាយរួមមកគេធ្វើតែមុខមាត់ទេអ្នកទាំងអស់គ្នាតែគេរកគ្នាហើយតួស្រីហ្នឹងចង់គេចង់អីផងហើយមុខក្រហមទៀតហើយនិយាយថាមកដល់ព្រាមលោកតាក៏ចាប់ចែងរឿងដំណាំស្ទើរតែខូចដោយសារអាកាសធាតុត្រជាក់នោះព្រាមដោយសារការដាំដុះល្អនឹងដំណើរចំនួនធ្វើឲ្យដំណាំនោះលក់បានយ៉ាងជោគជ័យលើទីផ្សារបន្ទាប់មកស៊ីនីក៏មានគម្រោងបើកហាងផ្ទាល់ខ្លួនរបស់គេអ្នកមើលបាយចាយសម្រាប់ធ្វើម៉េចបានគេលក់ដីឲ្យថោកបែបនេះយកសម្រាប់តាក់ទាញមែនទេនិយាយរួមមកពលូយើងមកទៀតតែលើកនេះគេថៃខ្លួនជាស្រីស្អាតអ្នកទាំងអស់គ្នាហើយក៏និយាយថាឬក៏យកជីកឲ្យដីមកពន្ធគេទុកជាថ្លៃបណ្ដាការនេះឯងរកបានក្នុងមានក្នុងប្រាក់ហើយមិនក៏នៅតែរត់ទៅរត់មកទៀតមិនចប់និយាយរួមមកពលូយើងនេះគេតែពិសេសតែតួស្រីភិចសាហាវពវូហើយក៏និយាយថាហេអ្នកម៉ាយមិនក៏ធ្វើមិនលឺអញ្ចឹងទាំងម៉ែទាំងកូនអញ្ចឹងហើយហត់គាត់ទៅនិយាយរួមពលូយើងនឹងមិនអស់ចិត្តទេគេនិយាយថាហេខ្ញុំដើរលឿនពេកស្បែកជើងចាញ់ខ្ពស់ពិបាកដើរណាស់អ្នកម្ដាយកូនមួយត្រកមុខឲ្យឪពុកមិនឃើញឈប់សិនហើយតួស្រីហ្នឹងអត់បានយកអ្នកមកថាគ្រាន់តែមើលទីតាំងហាងក៏មកតាមដែររួចមកអ៊ូបែបនេះចាប់ឲ្យមកលើជើងល្អនេះនិយាយច្រើនអញ្ចឹងគ្មានណាយកណាត្រូវចាំប្រហែលដងឲ្យថាថប់ដង្ហើមដូចឯងណាឲ្យស្លៀកពាក់ស្រីឃើញទៅវាបាក់ដែរយឺតអញ្ចឹងណានិយាយយើងទូស្រីយើងតែវាថាឲ្យពូលូថប់ដង្ហើមមកពិបាកចាស់មិនមែនថប់ដង្ហើមនិយាយមិនរួចទេចានិយាយរងពូលូនៅមានអារម្មណ៍ទៀតហើយក៏ដាក់មកអោបហើយតួស្រីនិយាយថាអ្នកណាឲ្យប្តីមករកអ្នកសឹងរាល់ថ្ងៃបែបនេះបើមិនតែងស្រីតាក់ទាញខ្លះទេមិនអ្នកណាបានថ្ងៃនេះខ្ញុំតែងគាត់មើលចាំមើលថាគេលងនឹងអ្នកណា
ហើយទូរស័ព្ទគ្រាន់ឮចឹងភ្លាមចង់ឲ្យលាស់ដៃនិយាយថាលេងភ្លាមហើយពូលូថាអត់ទេអត់ទាក់លេងទេពូលូពាក់អំពូលភ្លើងហ្នឹងអីទេពូលូនិយាយរួមមកវូគេនៅទូចដល់ពេលចឹងទៅឆ្ងល់គ្រប់សពគ្រប់យ៉ាងអំពូលភ្លើងគឺជារបស់ដែលធ្វើឲ្យតាក់ទាញពូឈិះមកថើបប៉ាក្មួយដូចជាពូថាវូអញ្ចឹងណាលូល្មមបានហើយប្រយ័ត្នហើមមាត់អត់អំពើនិយាយរួមមកទូរស័ព្ទយើងខឹងដោយសារណែនាំវូរឿងមិនល្អចិត្តតែណែនាំអញ្ចឹងបើវូពេលធំឡើងមិនកើតការសន្និបាតគ្នាពេលបានមើលដល់វូធំឡើងបានល្អស្រាប់ដល់ណាពេលណាឈិះមកមើលយើងទៀតទៅកូននឹកគេថ្នាក់ហ្នឹងហើយដែលគេឲ្យក៏ត្រូវរៀបការភាកមកមើលកូនដែរមិនមែនចេះតែមកទេពេលមិនអញ្ចឹងហើយវូនឹងនិយាយយ៉ាងទៀតកូនបានຕົកស្គាល់គាត់ច្រើនណាស់ហើយកូនក៏រៀបចំអំពើភ្លើងຕົកឲ្យដានឹងឈិះដែរដឹងទេហើយតែគាត់តែលើប៉ុណ្្នឹងណាពូលូយើងសោកយកអោបពូហ្មងអ្នកនរគ្នាវូហើយនឹងតួស្រីរបស់យើងនៅតែមិនយល់ថាអំពូភ្លើងនឹងស្អីគេប៉ុន្តែពូលូយើងសើចយកមុខវិញចេញជាប្រុសជាស្រីអស់ហើយអ្នកនរគ្នាអូខេយើងដល់ទីបញ្ចប់ហើយសង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តហើយអាភាគមុនហ្នឹងគឺដោយសារ admin គឺខូចម៉ៃអញ្ចឹងនៅពេលដែល admin ទំនេរ admin នឹងធ្វើភាគហ្នឹងឲ្យបានហើយម៉ៃនេះគឺជាមិនមែនម៉ៃល្អដែល admin ប្រើពីមុនទេប៉ុន្តែធ្វើម៉េចថវិកាយើងមានកម្រិតអញ្ចឹងទៅត្រូវតែធ្វើឲ្យអ្នកទាំងអស់គ្នាមើលសិនណាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរីករាយនឹងរឿងនេះដូចដើមអរគុណ